តែទឹកបឹងដ៏ស្ងប់ស្ងាត់នាពេលរាត្រីមិនមែនតែបានតែភាពត្រជាក់នោះទេតែវាបានលាក់បាំងនូវរឿងរ៉ាវដ៏រន្ធត់មួយដែលគ្មាននរណាម្នាក់ហ៊ាននិយាយចេញមកសុកគឺជាបរិបទម្នាក់ប្រកបមុខរបរចម្លែកខុសពីគេជាអ្នកមុតទឹកតាមរកស័ក្តិសមមនុស្សជាច្រើនខ្លាចញញើតនឹងការងារនេះប៉ុន្តែសម្រាប់សុកវាគឺជាមុខរបរចិញ្ចឹមជីវិតយប់មួយមានគ្រួសារមួយបានជួលគាត់ឲ្យជួយរកសាកសពកូនស្រីរបស់គាត់ដែលបានលួចទឹកសម្រាប់ខ្លួននៅក្នុងបឹងខ្មៅម៉ោង1រំលងរាត្រីសុកបានពាក់ឧបករណ៍មុតទឹកលុះចូលទៅក្នុងទឹកបឹងដ៏ងងឹតស្លុបទឹកបឹងតែជាខុសពីធម្មតាគាត់បានបើកប៉ាល់បំភ្លឺផ្លូវក្រោមទឹកនៅទីនោះល្អក់នឹងពុំពេញទៅដោយសារ៉ាយវែងអណ្ដែតចុះឡើងមើលទៅគួរឲ្យព្រឺក្បាលមែនតើបន្ទាប់ពីមុតចុះទៅដល់ជម្រៅប្រហែលជា5ម៉ែត្រប៉ាល់របស់គាត់ក៏បានជាពន្លឺចំដុំខ្មៅមួយដុំធំសុំគិតថាវាគឺជាដុំសារ៉ាយគាត់ក៏បានហាយចូលទៅចិត្តប៉ុន្តែនៅពេលដែលគាត់ទៅដល់អ្វីដែលគាត់បានឃើញធ្វើឲ្យគាត់សឹងតែលុះដង្ហើមស្លាប់ភ្លាមវាមិនមែនជាសារ៉ាយទេតែវាគឺជាសក្បាលមនុស្សស្រីដ៏វែងអណ្ដែតសក្បាលទាំងនោះកំពុងតែអណ្ដែតគេរាន់តាំងចរន្តទឹកដូចជាមានជីវិតដូចចំកណ្ដាលសក់នោះគឺមានមុខសាកសមមនុស្សស្រីម្នាក់បាត់ភ្នែកក្រឡំសម្ដងចំមុខសុកភ័យស្លន់ស្រាលគាត់ព្យាយាមហាឡើងគោកវិញប៉ុន្តែនៅពេលដែលគាត់បំណងនឹងងើបសក់ក្បាលទាំងនោះស្លាប់តែលាតសន្ធឹងមកព័ន្ធជុំវិញជើងរបស់គាត់យ៉ាងណែនទោះបីជាគាត់ខំប្រឹងយ៉ាងណាក៏មិនរួចដែរវាហាក់ដូចជាមានកម្លាំងវែងម្យ៉ាងគេគាត់ឲ្យធ្លាក់ទៅបាត់បឹងកាន់តែជ្រៅទៅខ្យល់អុកស៊ីសែននៅក្នុងធុងចាប់ផ្ដើមអស់ជាលំដាប់ពន្លឺពលក្រោមទឹកបានរលត់ទាំងស្រុងបន្សល់ទុកតែភាពងងឹតសូន្យឈឹងនិងភាពត្រជាក់ស្រេបចូលទៅកាន់ដល់ឆ្អឹងសុខមិនណាត្រង់ត្រូវបានទៀតទេគាត់បានដកដង្ហើមចូលទាំងបង្ខំធ្វើឲ្យទឹកបឹងដ៏ត្រជាក់ហូរចូលសួតរាងកាយរបស់សុខបានទន់ជ្រាយហើយបានសន្សំបាត់ស្មារតីឬក៏បានលិចលង់ទៅក្នុងបាត់បឹងដ៏ជ្រៅជាមួយនឹងសាកសពមនុស្សស្រីនោះនៅពេលព្រឹកឡើងអ្នកភូមិនិងក្រុមគ្រួសារសាកសពដែររងចាំនៅលើគោកបានឃើញទស្សនវិជ្ជាមួយដែលធ្វើឲ្យពួកគេស្រឡាញ់ណាស់រាងកាយរបស់សុខនិងសាកសពស្រីម្នាក់នោះបានដណ្ដែតឡើងមកលើផ្ទៃទឹកជាមួយគ្នាអ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺសក់ក្បាលរបស់សាកសពស្រីនោះបានរុញព័ទ្ធជុំវិញកនិងខ្លួនរបស់សុខយ៉ាងណែនដូចជាខ្សែចំណងដែលចាំភ្ជាប់ពួកគេទាំងពីរមិនឲ្យបែកគ្នាបន្ទាប់ពីសាកសពទាំងពីរបានស្រង់ឡើងមកលើគោរឿងរ៉ាវកាន់តែព្រឺក្បាលគ្រួសារដែលជួលសុខបានបដិសេធទាំងភ័យខ្លាចសាកសពស្រីសក់វែងម្នាក់នេះមិនមែនជាកូនស្រីរបស់ពួកគេឡើយចុះតើនាងជានរណាហើយមកពីណាទោះបីជាគេព្យាយាមយកកន្ត្រៃមកកាត់សក់វែងដែររួមករបស់សុកយ៉ាងណាក៏ដោយក៏កន្ត្រៃនោះមិនអាចកាត់ដាច់ហើយផ្ទុយទៅវិញសក់ទាំងនោះហាក់ដូចជាកំពុងដោះវែងជាងមុននិងបានរុំរាងកាយរបស់សុកកាន់តែណែនទៅចាប់តាំងពីយប់នោះមកអ្នកភូមិនៅដែលជិះទូកកាត់តាមកណ្ដាលបឹងនាពេលយប់តែងតែឮសូរសំឡេងមនុស្សស្រីសើចតិចនិងសំឡេងមនុស្សស្រីហើយជួយពីក្រោមបាត់ទឹកពួកគេតែងតែឃើញស្រមោលសក់វែងអណ្ដែតរេរ៉ប់នៅក្រោមផ្ទៃទឹកបឹងខ្មៅនោះបានក្លាយទៅជាកន្លែងហាមឃាត់សម្រាប់អ្នកភូមិ